សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីផ្ដល់ផ្ទះមួយដល់គ្រួសារវីរយុទ្ធជនពលីនៅស្រុកឆ្លុងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតមានការសន្តោសអាណិតនិងផ្ដល់ផ្ទះមួយខ្នងទៅដល់គ្រួសារយុទ្ធជនពលីក្នុងចំនួនប្រដាប់អាវុធរយៈពេល5ថ្ងៃរវាងកងទ័ពកម្ពុជានិងកងទ័ពថៃរួមទាំងផ្ដល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតក្នុងឱកាសអញ្ជើញផ្ដល់ផ្ទះដល់គ្រួសារយុទ្ធជនពលីស្ថិតនៅក្នុងភូមិព្រែកបេងឃុំព្រែកសាម៉ាន់ស្រុកឆ្លងខេត្តក្រចេះនៅថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះគ្រួសារយុទ្ធជនពលីមិនបានបោះបង់អ្នកណាម្នាក់នៅឯកោបើទោះបីជាគ្រួសាររបស់ពួកគេបានពលីទៅហើយនោះលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីបានលើកទឹកចិត្តដល់ស្ត្រីកូន4នាក់ដែលទទួលបានផ្ទះមួយខ្នងនេះត្រូវពង្រឹងកម្លាំងចិត្តដើម្បីបន្តចិញ្ចឹមមើលថែកូនៗឲ្យបានរៀនសូត្រចប់ចុងចប់ដើមពីព្រោះរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីនៅឈរជ្រោមជ្រែងនិងផ្ដល់កម្លាំងចិត្តជាមួយនឹងការផ្ដល់ឱកាសអាហារូបករណ៍ដល់កូនៗរបស់យុទ្ធជនពលីដោយធ្វើយ៉ាងណាឲ្យពួកគេរៀនចប់ហើយមានការងារធ្វើសមរម្យជាមួយគ្នានេះលោកជំទាវបណ្ឌិតបានជំរុញដល់ស្ត្រីដែលជាគ្រួសារយុទ្ធជនពលីអាចទៅសិក្សាជំនាញវិជ្ជាជីវៈហើយក៏ជំរុញទៅក្រសួងស្ថាប័នពាក់ព័ន្ធនិងអភិបាលខេត្តក្រចេះឯកឧត្តមវ៉ាថនជួយសម្របសម្រួលរូបគាត់ឲ្យមានការងារធ្វើឬបានសិក្សាជំនាញដើម្បីអាចចិញ្ចឹមជីវិតបានមួយវិញទៀតក៏បន្តចុះសួរសុខទុក្ខនិងគិតគូរពីបញ្ហាសុខភាពរបស់ពួកគេឲ្យបានជាប់ជាប្រចាំក្នុងឱកាសទទួលបានអំណោយផ្ទះពីសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតលោកស្រីពេញលីណាភរិយាយុទ្ធជនពលីឈ្មោះប្រាក់ពិសិដ្ឋបានឲ្យដឹងថាខ្លួនគឺមានការសោកស្ដាយចំពោះការបាត់បង់ប្តីប៉ុន្តែក៏មានមោទនភាពចំពោះរូបគាត់ដែលបានលះបង់អាយុជីវិតក្នុងការការពារទឹកដីកុំឲ្យមានការបាត់បង់ស្ត្រីមេម៉ាយកូន4រូបនេះក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចធិបតីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតដែលបានផ្ដល់ផ្ទះមួយខ្នងនេះដែលជាជំរកដ៏ចាំបាច់ហើយអរគុណដល់សប្បុរសជននានាដែលបានផ្ដល់អំណោយនិងជ្រោមជ្រែងគ្រួសារគាត់ហើយនឹងតស៊ូខិតខំចិញ្ចឹមបីបាច់កូនៗដើម្បីឲ្យពួកគេបានរៀនសូត្រចប់និងមានការងារល្អធ្វើគូបញ្ជាក់ថាជាហោហែសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតតែងតែគិតគូរជាប្រចាំចំពោះគ្រួសារអតីតយុទ្ធជននិវត្តជនរួមទាំងគ្រួសារយុទ្ធជនពលីថ្មីក្នុងចំនួនព្រំដែនកម្ពុជាថៃដែលក្នុងនោះមានដូចជាការផ្ដល់ផ្ទះគ្រឿងឧបភោគបរិភោគការជួយសម្របសម្រួលផ្ដល់ការងារនិងការផ្ដល់អាហារូបករណ៍ដល់កូនៗរបស់ពួកគេបានសិក្សារៀនសូត្របន្តផងដែរ